បាទសូមស្វាគមន៍មកកាន់ Channel ផ្នត់គំនិតហើយនឹងលុយអញ្ចឹងប្រធានបទរបស់យើងថ្ងៃនេះគឺនិយាយទាក់ទងថាតើហេតុអ្វីបានជាជីវិតអ្នកស្រូបទាញតែប្រភេទមនុស្សបំពុលអញ្ចឹងតើអ្នកធ្លាប់សួរខ្លួនឯងទេថាហេតុអ្វីបានជាអ្នកស្រូបទាញអ្នកមានអារម្មណ៍ថាអ្នកជួបតែប្រភេទមនុស្សបំពុលមនុស្សមិនល្អនៅក្នុងជីវិតរបស់អ្នកអញ្ចឹងមិនថាក្នុងទំនាក់ទំនងមិត្តភាពឬក៏សូម្បីតែដៃគូអាជីវកម្មរកស៊ីជាមួយគ្នាតែពិតទៅបញ្ហានេះវាមិនមែនមកតែពីអ្នកទាំងនោះប្រហែលទេប៉ុន្តែវាគឺមកពីខ្លួនអ្នកផ្ទាល់ជាពិសេសគឺផ្នត់គំនិតរបស់អ្នកតែម្ដងបាទហើយវាគឺជាការពិតដ៏សាមញ្ញគឺថាមនុស្សយើងទាក់ទាញនៅអ្វីដែលយើងតែងតែគិតពីវាជាទូទៅប្រភេទមនុស្សបំពុលហ្នឹងឬក៏មនុស្សដែលមិនល្អដែលចូលក្នុងជីវិតអ្នកបានហ្នឹងគឺក៏ព្រោះតែអ្នកជាអ្នកអនុញ្ញាតនឹងឯងមានន័យថាបើសិនបើអ្នកជឿថាអ្នកមិនស័ក្តិសមនឹងទទួលបានការគោរពសេចក្តីស្រឡាញ់ឬភាពជោគជ័យទេនោះអ្នកនឹងស្រូបទាញមនុស្សដែលធ្វើឲ្យការយល់ឃើញជំនឿចិត្តបែបអញ្ចឹងរបស់អ្នកនឹងคล้ายជាការពិតដោយមិនដឹងខ្លួនដោយអ្នកមិនតាំងចិត្តទេបាទអញ្ចឹងផ្នត់គំនិតរបស់អ្នកគឺដើរតួដូចជាកញ្ចក់អញ្ចឹងដែរបើសិនបើអ្នកមើលឃើញខ្លួនឯងថាជាមនុស្សអន់មនុស្សបរាជ័យឬក៏តែងតែអស់សង្ឃឹមអីផ្សេងៗហ្នឹងអញ្ចឹងថាមពលនៃការគិតបែបនោះនឹងបញ្ជូនប្រាប់ទៅអ្នកដទៃហើយតែអ្នកទាញបានទេថាអ្នកណាដែលនឹងត្រូវស្រូបទាញមកនោះបន្ទាប់ពីអ្នកបញ្ជូនថាមពលទៅអញ្ចឹងហើយបាទមិនបាច់សង្ស័យទេគេទាំងនោះគឺប្រកាសជាអ្នកដែលនឹងត្រូវមកយកប្រយោជន៍ពីអ្នកមកបំផ្លាញប្រយោជន៍អ្នកហើយនឹងធ្វើឲ្យជីវិតអ្នកអាប់អួរដែរឥឡូវយើងសាកនិយាយអំពីលុយម្ដងនៅពេលដែលអ្នកគិតថាអ្នកនឹងខ្វះខាតលុយកាក់អ្នកមិនមានអ្នកយល់ចិត្តឬក៏អ្នកតែងតែមានអារម្មណ៍ឯកាអីជាដើមដូច្នេះវានឹងធ្វើឲ្យអ្នកចាប់ផ្ដើមអេះអុញស្ទាក់ស្ទើរនិងហ៊ានបើកចិត្តទទួលយកមុខរបរឬមួយក៏ការងារដែលមានប្រាក់ខែទាបហើយមួយវិញទៀតអ្នកក៏អាចនឹងទៅរាប់អានមនុស្សដែលមិនមានគុណសម្បត្តិល្អព្រោះអីព្រោះតែអ្នកគិតថាអ្នកសមនឹងទទួលបានការទាំងអស់ហ្នឹងបាទអញ្ចឹងផ្នត់គំនិតជាទូទៅវាធ្វើឲ្យមនុស្សជាប់គាំងប៉ុន្តែបើសិនបើយើងគិតបច្រាស់ពីនឹងមកវិញគិតថាយើងជាមនុស្សមានតម្លៃយើងចាប់ផ្ដើមដើរចេញពីមនុស្សដែលបំផ្លាញរឿងល្អៗក្នុងជីវិតរបស់យើងហើយនឹងចិញ្ចឹមចិត្តឆ្ពោះទៅរកឱកាសដែលស្របតាមតម្លៃរបស់យើងអីជាដើមហ្នឹងអញ្ចឹងវានឹងធ្វើឲ្យជីវិតយើងគឺល្អទៅតាមនឹងផងដែរសូមគិតថាវាដូចជាការអាប់ដេត software កុំព្យូទ័រឬក៏ទូរស័ព្ទរបស់អ្នកអញ្ចឹងបើសិនបើផ្នត់គំនិតរបស់អ្នកនៅតែដំណើរការលើជំនឿចាស់មានន័យថាមិនព្រមអាប់ដេតទៅថ្មីទេខ្ញុំនៅតែខ្ញុំមិនល្អគ្រប់គ្រាន់ទេខ្ញុំនៅតែត្រូវការផ្គាប់ចិត្តមនុស្សគ្រប់គ្នាអញ្ចឹងទេបាទអញ្ចឹងជីវិតរបស់អ្នកនឹងនៅតែបន្តធ្វើរឿងចាស់ដដែលជាដដែលប៉ុន្តែនៅពេលដែលអ្នកចាប់ផ្ដើមអាប់ដេតវាអ្នកចាប់ផ្ដើមទាក់ទាញមនុស្សផ្សេងគ្នាគឺប្រភេទមនុស្សដែលគោរពអ្នកមនុស្សដែលគាំទ្រក្តីសុបិនហើយនឹងការងាររបស់អ្នកនោះឯងបាទហើយការផ្លាស់ប្ដូរនេះគឺចាប់ផ្ដើមពីអ្នកអត់មានអ្នកណាទៅផ្លាស់ប្ដូរអ្នកបានទេគឺត្រូវចាប់ផ្ដើមអ្នកត្រូវបង្កើនតម្លៃរបស់ខ្លួនឯងហើយនឹងបង្កើនស្តង់ដាររស់នៅស្តង់ដារគិតរបស់អ្នកខ្លួនឯងបាទអញ្ចឹងសរុបមកវិញហេតុអីបានជាអ្នកតាក់ទាញមនុស្សពលចូលមកក្នុងជីវិតក៏ព្រោះតែនៅក្នុងខ្លួនរបស់អ្នកមានដៃឆក់សម្រាប់ស្រូបយកមនុស្សពលនឹងឯងហើយវាមិនអីទេអ្នកអាចដកដៃឆក់នោះចេញបាននៅថ្ងៃនេះដោយមិនចាំបាច់ពជាលើកពេលទៅថ្ងៃស្អែកឬក៏ឆ្នាំក្រោយទេបើចឹងសូមចាប់ផ្ដើមជឿថាអ្នកស័ក្តិសមនឹងទទួលបានសេចក្តីស្រឡាញ់និងភាពសម្បូរបែបហើយហុំព័ទ្ធខ្លួនអ្នកជាមួយនឹងមនុស្សដែលរំលឹកពីអំណាចហើយនិងសក្តានុពលរបស់អ្នកមិនមែន
មនុស្សដែលធ្វើឲ្យអ្នកមានការឈឺចាប់ធ្វើឲ្យអ្នកមានការសោកស្ដាយព្រោះនៅពេលដែលអ្នកផ្លាស់ប្ដូរផ្នត់គំនិតអ្នកមិនត្រឹមតែទាញមនុស្សល្អមកទេហើយអ្នកក៏មានលទ្ធភាពនៅក្នុងការចាប់ផ្ដើមសាងជីវិតកាន់តែប្រសើរហើយកងធនាគាររបស់អ្នកហ្នឹងក៏មានតួលេខច្រើនជាងមុនខ្ពស់ជាងមុនចឹងដែរអូខេអញ្ចឹងបន្ទាប់ពីដឹងអញ្ចឹងហើយតើអ្នកនឹងគិតពីអ្វីនៅថ្ងៃនេះបាទសូម comment ចែករំលែកមតិយោបល់របស់អ្នកទាំងអស់គ្នាហើយសូមជួយចុច like ហើយនិង subscribe ដើម្បីទទួលបានមាតិកាថ្មីបន្ថែមទៀតបាទសូមអរគុណ